Hello ស្រីនេះសូមស្វាគមន៍មកកាន់ការសង្ខេបសាច់រឿងរបស់ខ្ញុំម្ដងទៀតហើយនៅថ្ងៃនេះមកធ្វើការតសាច់រឿង One Piece របស់យើងទៀតនៅក្នុងភាគទី1148ដែលគេទៅបញ្ចេញនៅយុគមិញនឹងឯងដែលជាភាគថ្មីតែនៅក្នុងភាគថ្មីនេះមានអ្វីកើតឡើងខ្លះឬក៏មានជុតឡៃណាល្អៗមើលខ្លះតយើងចូលវីដេអូរបស់យើងទាំងអស់គ្នាមុនចូលដល់វីដេអូសម្រាប់បងប្អូនដែលមកថ្មីកុំភ្លេចណាជួយចុចមេដៃឬក៏ Subscribe ខ្ញុំម្នាក់មួយផងតយើងចូលវីដេអូរបស់យើងគ្នា Let's go យើងទៅផាតមុនត្រង់កន្លែង Dr. V កផាំងបានផ្សាយប្រកាសប្រាប់ទៅកាន់អ្នកទាំងអស់គ្នាធ្វើអ្នកនេះពិតជាមានការសនស្លោកខ្លាំងមែនទែនហើយក៏បាននិយាយថាហូឡូទាំងមូលនឹងលេចចូលទៅក្នុងបាតសមុទ្រធ្វើឲ្យអ្នកនេះពិតជាមានការភ័យខ្លាំងមែនទែនហើយសាច់រឿងរបស់យើងគេបានកាត់មកទីតាំងផ្សេងគ្នាដោយទីតាំងទាំងអស់ហ្នឹងគឺមានមនុស្សកំពុងតែទស្សនាទៅកាន់ Dr. V កផាំងនឹងឯងដោយអ្នកខ្លះគឺមិនជឿនៅទេព្រមទាំងយកផ្លែឈើហ្នឹងគប់ដាទូទៀតធ្វើឲ្យជិះទៅគប់ដាមក Dr. V កផាំងនៅលើទូនឹងឯងចំពោះនេះមើលងាយថា Dr. V កផាំងនិយាយខុសក្នុងនេះខ្សែលេងខ្លាំងតែមែនទែនហើយសាច់រឿងរបស់យើងវាកាត់បន្តឲ្យឃើញមកជ្រុងរហូតទៅឃើញមកទីកន្លែងថ្មីតរហូតនឹងឯងដោយត្រង់នេះដែរកាន់ដល់កន្លែងនេះវិញយើងឃើញថាដុំ Dolphin Flamingo នឹងកំពុងតែនៅក្នុងគុកនឹងឯងហើយកន្លែងហ្នឹងដែរដុំ Flamingo ក៏បាននិយាយគ្នាជាមួយនឹងឈ្មោះគុកនោះគឺច្រើនខ្លាំងតែមែនតែអ្នកយាមគុកហ្នឹងយើងគិតថាសាច់រឿងរបស់យើងគឺនៅតែបន្តជាមួយនឹងការបង្ហាញជាមួយនឹងទីតាំងផ្សេងគ្នាដល់កន្លែងនេះដែលយើងឃើញថាគឺព្រះនេះត្រីនេះខ្ញុំភ្លេចឈ្មោះបាត់ហើយពួកគេទាំងអស់គ្នាកំពុងតែភ័យជាមួយនឹងការនិយាយរបស់ Dr. V កផាហ្នឹងឯងឥឡូវនេះដែរយើងកាន់មកខាងកោះ X-Head វិញយើងឃើញថាមានម៉ារីច្រើនកំពុងតែមួម៉ៅជាមួយនឹងការនិយាយរបស់ Dr. V កផាំងបើយើងមកមើលនៅលើកោះវិញយើងឃើញថាតាចាស់សេងកំពុងតែហោះស្វែងរកជាមួយនឹងកន្លែងលាក់អាចកំបាំងរបស់ Dr. V កផាំងនឹងឯងគឺរលឿនខ្លាំងតែមែនតើហើយតាចាស់ហ្នឹងក៏បានប្រកាសប្រាប់ប្រកាសគ្នាគាត់ថាឲ្យបំផ្លាញខ្យងបញ្ជូនសម្លេងចោលទាំងអស់ហ្នឹងទៅយើងឃើញថាពួកតាចាស់ទាំង5នាក់ហ្នឹងឥឡូវកំពុងតែភ័យហើយដោយសារតែគឺរកអាខ្យងបញ្ជូនសម្លេងឬក៏រកកន្លែងអាចកំបាំងរបស់ Dr. V កផាំងគឺមិនទាន់ឃើញព្រោះពួកគេទាំងអស់គ្នាពិតជាមានការសន្សល់ខ្លាំងមែនទែនឥឡូវនេះយើងកាន់មកខាងតាចាស់រូបរាងដូចជាជនលេនបន្តិចដោយតាសាធើនេះដែរកំពុងតែប្រឈមមុខជាមួយនឹងណាមីបើយើងក៏លេងមកកាន់តាសេះវិញតែប្រឈមមុខជាមួយនឹងបននេះកំពុងតែភ័យខ្លួនផងដែរដោយគាត់ចង់ខ្វាយទៅកាន់បននេះដល់វគ្គមុនសានជាមកជួយតនដើម្បីបននេះគឺទៅឥណ្ឌាបាត់ទៅហើយបែរយើងក៏លេងមកកាន់តាចាស់ដូចជារមៀវិញកំពុងតែរត់តាមលូហ្វីយ៉ាងលឿនខ្លាំងតែមែនតែននិយាយទៅរត់បដាវាយគ្នាបដាឡើងជួយដីពេញទៅនឹងឯងដោយសារតាចាស់នឹងក៏បានបញ្ចេញភ្លើងដុតឆេះឡើងពេញទៅនឹងឯតានឹងបំផ្លាញព្រៃមែនណាឥឡូវនេះដែរយើងកាន់មកខាងតាពុកមាត់នេះវិញកំពុងដើរសំដៅទៅណាយើងមិនដឹងនោះទេយើងដល់មកជ្រុងនេះយើងឃើញថាយកកំពុងតែស្រុតរឹងលឿនខ្លាំងតែមែនតែនដើម្បីស្វែងរកអ្វីមួយយើងមិនទាន់ដឹងនោះទេនិយាយទៅមានអ្វីមានក្រៅពីអាចកំបាំង Dr. V កផាំងហ្នឹងហើយដល់កន្លែងហ្នឹងខ្ញុំពិបាកបកប្រែពេលឥឡូវខ្ញុំសង្ខេបឲ្យខ្លីដោយ Dr. V កផាំងក៏បាននិយាយថាគឺមានគ្រួមជួយដីព្រោះនេះគឺមានការភ្ញាក់ផ្អើលខ្លាំងតែមែនតើដល់ម្នាក់ថ្នាក់ក៏បាននិយាយថា Dr. V កផាំងឥឡូវហ្នឹងគឺស្លាប់បាត់ទៅហើយមែនហើយបន្តមក Dr. V កផាំងក៏បាននិយាយតទៀតថាអ្វីដែលយើងទទួលបាននៅគឺនៅជុំវិញពិភពលោកហ្នឹងគឺទឹកសមុទ្រហ្នឹងគឺនឹងឡើងចំនួន1ម៉ែត្រធ្វើឲ្យដល់នេះគឺពិបាករស់នៅនឹងឯងអាកាសមួយចំនួនហ្នឹងនឹងពិបាករស់នៅហើយនឹងឆ្នេរសមុទ្រហ្នឹងគឺបានលិចខ្ទេចអស់នឹងឯងឥឡូវនេះយើងកាន់មកខាងកោះចោលសមុទ្រដែលលើកោះនេះយើងឃើញអូគីជីដល់អូគីជីនេះគឺខានបង្ហាញមុខគឺយូរណាស់ហើយបន្ទាប់ពីវាយឈ្នះកាសមកហើយឡៃទៅនឹងសរុបមកខ្លីមក Dr. V កផាំងក៏បាននិយាយថាបើចង់ជឿក៏ជឿទៅបើមិនចង់ជឿក៏អត់ទៅធ្វើឲ្យនេះពិតជាមានការភ័យខ្លាចខ្លាំងតែមែនទេភ្ញាក់ផ្អើលដល់ឡៃនេះខ្ញុំសូមសង្ខេបដោយសារតែខ្ញុំមិនមែនបកកាយអង់គ្លេសខ្លាំងអញ្ចឹងហើយអ្នកនេះទៅមើលរឿងពេញដឹងតែវាអស់ចាំប៉ុណ្ណាតឥឡូវយើងកាន់មកខាងតាចាសាធើកំពុងវាបហាតកម្មណាមីយើងឃើញថាពួកគេទាំងអស់គ្នាកំពុងតែវាយគ្នាពេញទៅនឹងឯងដោយតាចាសាធើអានតែមានជើងវែងកញ្ចក់ជើងស្រួចចាក់មិនខ្វល់ពីបណ្ណាគេនៅទេណាកិច្ចបានគឺរស់ណាកិច្ចមិនបានគឺងាប់ទៅហើយភ្លាមហ្នឹងណាមីក៏បានប្រើជាមួយនឹងតំបន់រន្ទះរបស់នេះដាក់កដាក្បាលរបស់តាសាធើធ្វើឲ្យតាសាធើក៏បានឆក់ញ័រទៅត្រាត់ពេញទៅនឹងឯងហើយវាមិនតន់អស់ទេព្រោះក៏បានថែមជាមួយនឹងអាធីមេរបស់គាត់ដើម្បីឆក់យីទៅគឺដើម្បីបកកទៅកាន់តាចាស់សាធើនឹងឯងហើយម្នាក់ស្រីដែរខ្ញុំភ្លេចឈ្មោះបាត់ហើយក៏បានយកកំភ្លើរបស់នេះដើម្បីបាញ់វាបហាទៅកាន់តាចាស់សាធើគាត់អ៊ូសក៏បានថែមជាមួយនឹងចម្រៀមបាញ់ចងកដាក្បាលតាសាធើផងដែរធ្វើឲ្យតាចាស់សាធើលើកនេះពិតជាខឹងខ្លាំងមែនទែនប្រើកញ្ចក់ដៃរបស់គាត់បញ្ចេញជាមួយនឹងថាមពលវាបហាទៅកាន់ពួកគេទាំងអស់គ្នាធ្វើឲ្យគ្នារបស់ណាមីគឺមិនអាចតដៃបានទេនិយាយរួមទៅគឺស្តេករបស់តាសាធើនឹងឯងឥឡូវនេះយើងក៏លេងមកកាន់តាសាធើកំពុងតែចាក់វាបហាទៅកាន់ពួកគេគឺខ្លាំងតែមែនទែនដល់កន្លែងនេះដែរ Dr. V កផាំងក៏បាននិយាយថាគាត់គឺទៀមទាឲ្យវាមានសន្តិភាពឥឡូវនេះដែរយើងកាន់មកខាងតាចាស់សាធើកំពុងតែប៉ះដៃគ្នាជាមួយនឹងក្រុមណាមីយើងគេថាពួកគេគឺវាយគ្នារហុយផ្សែងដល់ឥឡូវនេះដែរតាចាស់សាធើកំពុងតែខឹងជាមួយនឹងក្រុមរបស់ណាមីជាខ្លាំងបន្តមកក៏បានប្រើជាមួយនឹងកញ្ញាំពេញពីងរបស់គាត់ដើម្បីវាបហាទៅកាន់ពួកគេធ្វើឲ្យពួកគេទាំងអស់នេះគឺដាក់មេប្រូចទោះបីជាដាក់មេប្រូចយ៉ាងណាក៏ដោយពួកគេក៏នៅតែត្រូវរបស់តាសាធើនឹងឯងបន្តមករ៉ូប៊ីនក៏បានប្រើដៃរបស់នេះដើម្បីការពារពួកគេទាំងអស់គ្នាឥ
ឥឡូវនេះដែរយើងឃើញថាក្រុមរបស់ណាមីគឺគ្មានពីណាគេគឺមានកម្លាំងដើម្បីទប់ទល់ជាមួយនឹងតាសាធឿនទៀតនោះទេហើយតាសាធឿនក៏បានប្រាប់ឲ្យពួកគេគឺចេញផ្លូវរបស់គាត់ឲ្យលឿនហើយគាត់ក៏បានរត់សម្ដៅមកកាន់ពួកគេយ៉ាងលឿនខ្លាំងតែមែនទែនធ្វើឲ្យពួកគេទាំងអស់គ្នាពិតជាមានការភ័យសន់ស្លោខ្លាំងណាស់មិនដឹងថាតាសាធឿនគឺធ្វើអីនោះទេក៏ប៉ុន្តែអ្វីដែលមិនធម្មតាដោយសារតាសាធឿនភ័យជាមួយនឹងដុកទ័រវេកផាខ្លាំងពេកក៏មិនបានធ្វើឲ្យពួកគេនោះទេគឺរត់ទៅបាត់និយាយទៅរត់លឿនខ្លាំងតែមែនទែនប្រយជើង4ជើង6ហ្នឹងគឺរត់លឿនខ្លាំងណាស់ហើយហក់ទៅលើមិនដឹងចូលទៅកន្លែងណានោះទេហើយតាសាធឿនក៏បានធ្វើដំណើរមកដល់កន្លែងមួយដែលកន្លែងហ្នឹងគឺអាចកបាំងដែរហ្នឹងដោយកន្លែងហ្នឹងដែរគឺមានពន្លឺពណ៌ស្វាយគឺចែងចាំងខ្លាំងតែមែនទែនព្រោះតាសាធឿនក៏មានការចាំងជាមួយនឹងភ្លើងហ្នឹងខ្លាំងផងដែរហើយតាសាធឿនក៏បាននិយាយថានេះគឺជា Mother Flame ចូលមក Mother Flame នឹងអីគេសម្រាប់ខ្ញុំ fan One Piece ថ្មីគឺមិនស្គាល់នោះទេឥឡូវនេះដែរយើងក៏លេងមកកាន់តាចាស់សាធឿនវិញបន្ទាប់ពីឃើញ Mother Flame ហើយក៏បានប្រែកន្លែងរបស់គាត់ទៅជាមនុស្សវិញហើយបន្ទាប់មកក៏បានដើរឆ្ពោះទៅកាន់ Mother Flame នឹងឯងកន្លែងហ្នឹងដែរតាសាធឿនក៏បានដើរទៅដល់ជិតនឹងហើយមានខ្យល់នៅគេនឹងមួយហើយតាសាធឿនក៏បានដំកតិចខ្យល់នឹងចោលហើយខ្យល់នឹងក៏បាននិយាយថាវានឹងបិទព្រះអាទិត្យហើយតាសាធឿនក៏បាននិយាយថាវាមិនអាចទៅរួចនោះទេបន្ទាប់មកក៏បានប្រាប់ទៅកាន់គ្នារបស់គាត់ថាឲ្យបំផ្លាញអ្វីគ្រប់យ៉ាងឲ្យតែមានជីវិតនៅក្នុងមន្ទីរពិសោធន៍ត្រូវតែបំផ្លាញចោលអស់ហើយតានេះក៏បានបំផ្លាញចោលពេញទៅនឹងឯងទៅស្លាប់ទាំងអស់ជាប់ផាតទី1យើងនឹងជួបគ្នានៅផាតបន្តនៅពេលបន្តិចទៀតបើសិនអ្នកនេះចង់ប៉ាវហ្វេខ្ញុំកុំភ្លេចណានេះចូលអរបស់ខ្ញុំភាសាតែឥឡូវសម្រាប់រឿងគឺដៃយ៉ៃខ្លាំងតែមែនតើកុំភ្លេចចុច Subscribe ខ្ញុំម្នាក់មួយផងដើម្បីតផាតទៀត Thank you Goodbye